សម្បុកប្រជាកម្មកម្ពុជានឹងត្រូវនាំចូលទៅកាន់ទីផ្សារចិនក្រោយចុះពិធីសារជាផ្លូវការជាមួយគុយចិនភ្នំពេញក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រកាសដល់ម្ចាស់កន្លែងកែច្នៃបឋមសម្បុកប្រជាកម្មសម្រាប់ការនាំចេញមកដាក់ពាក្យស្នើសុំនៅទីតាំងស្តីការក្រសួងកសិកម្មបន្ទាប់ពីក្រសួងបានចុះហត្ថលេខាលើពិធីសារពាណិជ្ជកម្មមួយជាមួយអគ្គរដ្ឋបាលគុយចិនសម្រាប់ធ្វើការនាំចេញសម្បុកប្រជាកម្មពីកម្ពុជាទៅកាន់ប្រទេសចិនកាលពីថ្ងៃទី17ខែមេសាឆ្នាំ2025ក្រសួងបានបញ្ជាក់ថាបន្ទាប់ពីទទួលពាក្យស្នើសុំអង្គភាពជំនាញនឹងចាត់ចែងធ្វើការត្រួតពិនិត្យនិងវាយតម្លៃគ្រប់ជំហានដោយអនុលោមតាមបទដ្ឋានបច្ចេកទេសពាក្យពន្ធដូចមានកំណត់ក្នុងពិធីសារនិងសម្របសម្រួលជាមួយភាគីគុយចិនដើម្បីនាំចេញកិច្ចព្រមព្រៀងនេះគឺជាជំហានសំខាន់មួយក្នុងការជំរុញការនាំចេញផលិតកម្មក្នុងស្រុកដែលមានតម្លៃខ្ពស់និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចជនបទរបស់កម្ពុជាគូបញ្ជាក់ថាផលិតកម្មសម្បុកប្រជាកម្មនៅកម្ពុជាភាគច្រើនផលិតនៅខេត្តជាប់សមុទ្រដូចជាខេត្តកំពតខេត្តកោះកុងប៉ុន្តែសក្តានុពលសម្រាប់ការវិនិយោគបន្តបានប្ដូរមកខេត្តភូមិភាគកណ្ដាលដូចជាខេត្តកំពង់ធំខេត្តជុំវិញបឹងទន្លេសាបខេត្តស្ទឹងត្រែងនិងព្រះវិហារវិញ